ហើយនេះគឺរូបសេះឬក្បាលសេះដែលតំណាងឲ្យធាតុខ្យល់នៅទីនោះមានរូបចម្លាក់ធាតុដីមានរូបចម្លាក់ក្បាលមនុស្សធាតុភ្លើងតំណាងឲ្យចម្លាក់ក្បាលតោធាតុខ្យល់តំណាងឲ្យចម្លាក់ក្បាលសេះនិងធាតុទឹកតំណាងឲ្យចម្លាក់ក្បាលដំរីជំរាបសួរពុកម៉ែបងប្អូនសុខសប្បាយជាទេខ្ញុំខានចាញ់វីដេអូយូរមែនតើដោយសារតែរវល់ការងារផ្ទាល់ខ្លួនហើយថ្ងៃនេះខ្ញុំបានចាញ់វីដេអូមួយតាក់ទងទៅនឹងប្រាសាទនាគពន្ធហើយសម្រាប់ខ្ញុំបាទប្រាសាទនាគពន្ធនេះគឺជាប្រាសាទដែលខ្ញុំចូលចិត្តបន្ទាប់ពីប្រាសាទអង្គរវត្តហើយពីព្រោះប្រាសាទនាគពន្ធនេះគឺហាក់បីដូចជាឋានសួគ៌ក្រោមមេឃសម្រាប់រូបខ្ញុំបាទផ្ទាល់ពីព្រោះនៅទីនោះលោកពុកម៉ែបងប្អូនបានឃើញក្នុងវីដេអូនេះគឺមានដូចជារំចង់មានសត្វស្លាបវឹកមានសត្វអីផ្សេងទៀតហើយទេសភាពនៅទីនោះគឺស្រស់ត្រកាលមែនទែនដោយប្រាសាទនាគពន្ធគឺនៅលើកោះហើយហុំព័ទ្ធទៅដោយទឹកហើយនៅទីនោះគឺខាងអាជ្ញាធរអប្សរាលោកបានសាងសង់ស្ពានដែលអាចឲ្យយើងអនុញ្ញាតឲ្យយើងដើរពីត្រើយម្ខាងទៅខាងប្រាសាទនាគពន្ធដោយងាយស្រួលហើយធ្វើឲ្យសម្រស់នៅទីនោះកាន់ឲ្យស្រស់ត្រកាលថែមទៀតនៅពេលដែលមានស្ពានឈើហើយនឹងហុំព័ទ្ធដោយទឹកបែបនេះហើយពុកម៉ែបងប្អូនខ្ញុំចង់ជម្រាបព័ត៌មានមួយចំនួនដែលខ្ញុំបានដឹងដែលធ្លាប់រៀនតាក់ទងទៅនឹងប្រាសាទនាគពន្ធនេះហើយប្រហែលជាពុកម៉ែបងប្អូនមួយចំនួនធំបានដឹងហើយថាប្រាសាទនាគពន្ធនេះគឺជាអតីតនៃមន្ទីរពេទ្យនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7នាឆ្នាំ1191ឬក៏ថាចុងសតវត្សទី11ជិតដើមសតវត្សទី12ហើយការសាងសង់ប្រាសាទនេះគឺដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយានហើយជាពិសេសគឺសម្រាប់ព្យាបាលព្រះរោគរបស់ព្រះមហាក្សត្រហើយក៏មានសម្រាប់ប្រជាជនមួយចំនួនផងដែរឬក៏អ្នកក្រមរដ្ឋការដែលធ្វើការនៅជាមួយព្រះមហាក្សត្រហើយការសាងប្រាសាទនេះត្រូវបានសាងសង់នៅលើកោះទំហំ350ម៉ែត្រ4ជ្រុងដែលមានស្រះទឹកបរិសុទ្ធ4ដោយរៀបចំឲ្យមានជាសញ្ញាលេខបូកគឺជានិមិត្តសញ្ញានៃមន្ទីរពេទ្យហើយនេះគឺរូបសេះឬក្បាលសេះដែលតំណាងឲ្យធាតុខ្យល់នៅទីនោះមានរូបចម្លាក់ទាំងអស់4បានន័យថា4ទិសសម្រាប់តំណាងឲ្យធាតុទាំង4គឺធាតុដីមានរូបចម្លាក់ក្បាលមនុស្សធាតុភ្លើងតំណាងឲ្យចម្លាក់ក្បាលតោធាតុខ្យល់តំណាងឲ្យចម្លាក់ក្បាលសេះនិងធាតុទឹកតំណាងឲ្យចម្លាក់ក្បាលដំរីហើយពុកម៉ែបងប្អូនបានដឹងហើយឬក៏មិនទាន់ដឹងគឺពេលដែលឧទាហរណ៍ថាព្រះមហាក្សត្រព្រះប្រជួនអញ្ចឹងខាងពេទ្យឬក៏ខាងហោរាសាស្ត្រគាត់នឹងទស្សន៍ទាយថាតើព្រះមហាក្សត្រនៅខ្វះនៅធាតុណាមួយឧទាហរណ៍ខ្វះនៅធាតុដីគេនឹងទៅដួសទឹកពីខាងទិសនៃធាតុដីដែលតំណាងឲ្យរូបចម្លាក់ក្បាលមនុស្សថ្វាយព្រះមហាក្សត្រហើយនៅទីនោះគឺស្រស់ត្រកាលស្រស់ស្អាតមែនតើពុកម៉ែបងប្អូនបើបានទៅលេងនៅសៀមរាបសូមឆ្លៀតពេលទៅលេងប្រាសាទនាគពន្ធនេះផងហាក់បីដូចជាឋានសួគ៌ក្រោមមេឃដូច្នេះវីដេអូយើងក៏ដល់ទីបញ្ចប់ខ្ញុំក៏សូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះសូមអរគុណសូមជម្រាបលា